អ្នកនយោបាយខ្មែរមួយរូបនេះមានឧត្តមគតិនៅក្នុងការស្នេហាជាតិនិងឆន្ទៈនៅក្នុងការបម្រើជាតិគួរឲ្យស្ញប់ស្ញែងណាស់ប៉ុន្តែជាអកុសលលោកត្រូវបានគេធ្វើឃាតដោយបោកគ្រាប់បែកហើយថ្ងៃនេះខ្ញុំនឹងនិយាយអំពីរឿងរ៉ាវរបស់លោកដោយបង្ហាញតាមរយៈសៀវភៅមួយក្បាលផងដែរជំរាបសួរលោកអ្នកទាំងអស់គ្នាជាថ្មីមកកាន់វីដេអូរបស់ខ្ញុំឥឡូវនេះយើងបានជួបគ្នាយូរម្ដងដោយសារតែពេលខ្លះទៅក៏រវល់មិនបានថតចែករំលែកបន្ថែមហើយបញ្ហាធំសម្បើមមួយទៀតនោះគឺពេលខ្លះហ្នឹងក៏ចោលកំណត់ដែរមិនដឹងថាធ្វើអំពីអីពី3ថ្ងៃមុននេះចៃដន្យបានឃើញគេចែករំលែកអំពីសៀវភៅមួយក្បាលដែលមានចំណងជើងថាឧត្តមគតិអៀវកាសខ្ញុំក៏នឹកឃើញថាតាមពិតទៅខ្ញុំអានសៀវភៅនេះតាំងពីខ្ញុំរៀនថ្នាក់ទី7ឬទី8មកម្លេះកាលនោះខ្ញុំបានអានសៀវភៅនេះចប់ដែរប៉ុន្តែมันមានមនោសញ្ចេតនាច្រើនទេរហូតមកដល់ពេលនេះមុននឹងធ្វើវីដេអូខ្ញុំបានត្រឡប់ទៅអានសៀវភៅនេះមួយចប់ម្ដងទៀតដើម្បីយកគំនិតមកថតវីដេអូចែករំលែកជូនលោកអ្នកហើយលើកនេះខ្ញុំអានទៅគឺឈួលទឹកភ្នែកក្តុកក្តួលអារម្មណ៍មែនទែនប្រហែលជាការនឹកស្រណោះស្រណោកចំពោះជោគវាសនាប្រទេសជាតិរបស់យើងដែលធ្លាក់ទៅក្នុងកលយុគដោយសារតែមនុស្សទុច្ចរិតមួយចំនួនសៀវភៅនេះនិពន្ធដោយលោកមេធាវីង៉ែតហ៊ានដែលចេញផ្សាយតាំងពីឆ្នាំ1971មកម្លេះខ្ញុំជឿថាមនុស្សមួយចំនួនប្រហែលជាមិនទាន់ស្គាល់អំពីលោកអៀវកាសជានរណានោះទេខ្ញុំសូមណែនាំលោកអៀវកាសឲ្យលោកអ្នកបានស្គាល់បន្តិចហើយនឹងណែនាំតាមរបៀបសៀវភៅនេះបានបង្ហាញផងដែរគឺมันផ្ដោតទៅលើព័ត៌មានអត្ថប្រយោជន៍ដូចជាទីកន្លែងកំណើតថ្ងៃខែឆ្នាំអីទេគឺផ្ដោតទៅលើគំនិតនិងទូនីតិរបស់លោកអៀវកាសគឺជាប្រមុខដឹកនាំគណៈបកប្រជាធិបតេយ្យដែលមានសញ្ញារូបក្បាលដំរីកាន់ផ្កាឈូក3ទងនោះគណៈបកនេះត្រូវបានបង្កើតហើយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដើម្បីបង្កើតរដ្ឋសភាតាំងពីអាណត្តិទី1នៅក្នុងឆ្នាំ1945មកម្លេះហើយនៅពេលនោះដែរប្រទេសកម្ពុជារបស់យើងគឺស្ថិតនៅក្រោមអាណានិគមរបស់បារាំងហើយបារាំងបានរៀបចំឲ្យមានការបោះឆ្នោតបែបប្រជាធិបតេយ្យមួយដែលផ្ទេរសិទ្ធិអំណាចមួយភាគមកឲ្យរដ្ឋសភាហើយរក្សាអំណាចសំខាន់ដូចជាកងទ័ពការបរទេសនិងផ្នែកមួយចំនួនធំទៀតនោះគេជាអ្នកគ្រប់គ្រងដដែលហើយលោកអៀវកាសនេះបានក្លាយទៅជាប្រធានរដ្ឋសភាផងដែរប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនៅក្នុងកំឡុងពេលដែលលោកធ្វើជាប្រធានរដ្ឋសភានោះនៅក្នុងរដ្ឋសភាខ្មែរភាគច្រើននិយាយអំពីការតស៊ូនិងទាមទារឯករាជ្យពីបារាំងមកវិញដើម្បីឲ្យប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញហើយដំណើរការនៃការតស៊ូទាមទារឯករាជ្យដោយសន្តិវិធីនេះគួរឲ្យចាប់អារម្មណ៍និងមានរៀបរាប់លម្អិតណាស់នៅក្នុងសៀវភៅដែលមានចំណងជើងថាឧត្តមគតិលោកអៀវកាសនេះដំណើរការនៃការទាមទារនេះវាផុសផុលរហូតដល់ឈានទៅដល់ការចាប់ខ្លួនអ្នកតំណាងរាស្ត្រមួយចំនួនផងដែរហើយជាពិសេសបំផុតគឺនៅថ្ងៃទី14មករាឆ្នាំ1950មានករណីគប់គ្រាប់បែកចូលទៅក្នុងទីស្នាក់ការនៃគណៈបកប្រជាធិបតេយ្យតែម្ដងដែលលោកង៉ែតហ៊ានជាអ្នកនិពន្ធសៀវភៅនេះក៏ជាជនរងគ្រោះម្នាក់នៅក្នុងព្រឹត្តិការណ៍នេះដែរមុននឹងឈានដល់ព្រឹត្តិការណ៍នោះលោកង៉ែតហ៊ានគ្រាន់តែចូលទៅរាយការណ៍អំពីដំណើរការសង្កេតនានារបស់លោកក្នុងនាមជាអ្នកតាមដាននយោបាយនិងសង្គមជូនទៅលោកអៀវកាសឲ្យបានស្ដាប់និងធ្វើការសម្រេចចិត្តនោះក៏ស្រាប់តែមានគេបោះគ្រាប់បែកចូលទៅលោកអៀវកាសបានទទួលមរណភាពនៅពេលដែលដឹកដល់មន្ទីរពេទ្យហើយលោកង៉ែតហ៊ានវិញគឺត្រូវរបួសបាក់ជើងដោយត្រូវសម្រាប់ព្យាបាលដល់ទៅ2ឆ្នាំឯណោះត្រឡប់មកអ្វីដែលលោកង៉ែតហ៊ានសរសេរនៅក្នុងសៀវភៅនេះវិញនៅក្នុងនេះផ្ដោតសំខាន់ទៅលើគំនិតរបស់លោកអៀវកាសដែលជាអ្នកបំផុសស្មារតីជាទៅកាន់អ្នកនយោបាយនិងតំណាងរាស្ត្រជាច្រើននៅក្នុងរដ្ឋសភាពេលនោះអ្វីដែលខ្ញុំអានហើយខ្ញុំនៅចងចាំមកដល់ពេលនេះគឺពាក្យដែលលោកនិយាយថាជាការពិតណាស់គុកគឺគេធ្វើសម្រាប់ដាក់មនុស្សប៉ុន្តែបើមនុស្សមានឧត្តមគតិដូចគ្នាច្រើននោះគេនឹងមិនអាចរកគុកដាក់បានទេពាក្យនេះនៅពេលដែលខ្ញុំអានហើយខ្ញុំគិតរហូតដល់កើតទៅជាការសង្វេគសឹងតែឈួលទឹកភ្នែកម្នាក់ឯងហើយក្រោយពីមរណភាពរបស់លោកអៀវកាសទៅអ្នកនយោបាយនៃគណៈបកនេះក៏ត្រូវរងការធ្វើទុកបុកម្នេញជាច្រើនពីសំណាក់រដ្ឋការហើយមានអ្នកខ្លះនៅពីក្រោយផងដែរប៉ុន្តែដំណើរការនៃការតស៊ូទាមទារឯករាជ្យនេះវាពិតជាគួរចាប់អារម្មណ៍ណាស់ពីព្រោះកន្លងមកមនុស្សភាគច្រើនបានដឹងតែជ្រុងមួយនៃការទាមទារឯករាជ្យប៉ុណ្ណោះរីឯដំណើរការយ៉ាងស្មុគស្មាញនិងស្វិតស្វាញបំផុតក្នុងការទាមទារទាំងសន្តិវិធីទាំងប្រដាប់អាវុធចំពោះដំណើរការតាមសន្តិវិធីដែលធ្វើឡើងតាមរយៈរដ្ឋសភាដែលមានលោកអៀវកាសជាប្រធានហើយនឹងដំណើរការតស៊ូប្រដាប់អាវុធដែលមានពួកខ្មែរអិសរាជនោះចូលរួមយ៉ាងស្វិតស្វាញផងនោះនេះមិនមែនជាព័ត៌មានថ្មីទេសម្រាប់ខ្ញុំបានដឹងនិងយល់រឿងអស់នេះជាយូរយារណាស់មកហើយក៏ប៉ុន្តែអ្វីដែលគួរសោកស្ដាយគឺថានៅពេលដែលគេនិយាយអំពីឯករាជ្យជាតិនៅថ្ងៃ9វិច្ឆិកាម្ដងគេលើកតែជ្រុងមួយមកនិយាយដោយមិននិយាយអំពីអ្នកតស៊ូយើងជាច្រើនតាំងពីសម័យដើមមកតាំងពីជំនាន់អាចារ្យស្វាអាចារ្យពោកបោនិងអ្នកដឹកនាំផ្សេងទៀតជាច្រើនដែលលោកតស៊ូលះបង់យ៉ាងស្វិតស្វាញណាស់តម្រាំទទួលបានឯករាជ្យនៅថ្ងៃ9វិច្ឆិកា1953និងទទួលបានពេញលេញ
លេងនៅឯអង្គការសហប្រជាជាតិក្នុងឆ្នាំ1954នោះហើយតាមរយៈសៀវភៅនេះខ្ញុំគិតថាបងប្អូនទាំងអស់គ្នាអាចទៅអានបានដើម្បីស្វែងយល់អំពីដំណើរការនេះសៀវភៅនេះមានកម្រាស់ត្រឹមតែជាង90ទំព័រប៉ុណ្ណោះដោយរៀបរាប់ព្រឹត្តិការណ៍នយោបាយនឹងគួរចាប់អារម្មណ៍ណាស់តាំងតែពីរដ្ឋាភិបាលនីតិកាលទី1មកដោយរៀបរាប់ព្រឹត្តិការណ៍នយោបាយត្រួសងាយស្រួលអានល្មមដែរមិនល្អិតល្អន់ពេកទេក៏ប៉ុន្តែសម្រាប់សាធារណជនអាចមើលបានដោយមិនធុញទ្រាន់ពេកទេមុននឹងបញ្ចប់វីដេអូនេះខ្ញុំសូមលើកឡើងរឿងមួយចុះដោយសារមុននឹងថតវីដេអូនេះខ្ញុំបានអូស TikTok ទៅឃើញវីដេអូបងប្អូនស្រីម្នាក់ដែលគាត់ខឹងសម្បាណាស់ដោយសារតែគាត់មកលេងខេត្តបាត់ដំបងហើយចូលទៅក្នុងសារមន្ទីរឃើញមានយុវជននឹងលើកដៃសំពះរូបសំណាករបស់កថាថនឈុំដែលជាអ្នកក្បត់ជាតិហើយគាត់ថាហេតុអីបានចឹងហេតុអីត្រូវលើកដៃសំពះជនក្បត់ជាតិហេតុអីត្រូវធ្វើរូបសំណាកជនក្បត់ជាតិទុកដោយវីរៈជនអីចឹងទៅគាត់នៅឃើញប៉ុណ្ណឹងខ្ញុំអស់សំណើចខឹកម្នាក់ឯងថាតើប្អូនម្នាក់នេះដឹងខ្លួនទេថាគាត់ក៏ប្រហែលជាមិនខុសពីពួកគេដែលគោរពវន្ទាចំពោះអ្នកបំផ្លាញជាតិមួយចំនួននោះណាហើយបែរជាបន្ទោសគេថាទៅគោរពមនុស្សក្បត់ជាតិតែយើងប្រកាសទេថាយើងមិនបានគោរពមនុស្សក្បត់ជាតិនោះអានេះគ្រាន់តែជាការកត់សម្គាល់តូចមួយរបស់ខ្ញុំទេសៀវភៅនេះមិនដឹងថាសប្តាហ៍ថ្ងៃមានលក់ទៅទៀតឬអត់ទេប៉ុន្តែសម្រាប់ហាងសៀវភៅដែលមានលក់អាចចូលមកលក់នៅក្នុង comment របស់ខ្ញុំបានខ្ញុំជឿថាបងប្អូនរបស់យើងនឹងប្រហែលជាមានអ្នកចង់អានច្រើនណាស់ជាសៀវភៅស្ដើងគួរចាប់អារម្មណ៍ណាស់បើសិនជាបងប្អូនដែលគ្មានលទ្ធភាពទិញឬក៏ចង់បានជាឯកសារ soft អាចតាក់ទងតាមរយៈ Telegram របស់ខ្ញុំបានខ្ញុំនឹងផ្ញើជូនដោយឥតគិតថ្លៃថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា